ក្មេងៗប៉ុន្មានក្រុមនេះងាយប្រឈមកង្វះជាតិដែកការជំងឺស្លេកស្លាំងកង្វះជាតិដែកជាបញ្ហាមួយដែលម៉ាក់ប៉ាគ្រប់រូបប្រាថ្នាចង់ឲ្យកូនជាផុតព្រោះរឿងនេះអាចធ្វើឲ្យកូនកើតជំងឺស្លេកស្លាំងដោយសារខ្វះគ្រាប់ឈាមមួយវិញទៀតជំងឺស្លេកស្លាំងលើកុមារជាជំងឺធ្ងន់ធ្ងរដែលអាចប៉ះពាល់ទៅដល់ការលូតលាស់និងការអភិវឌ្ឍរបស់កូនម៉ាក់ប៉ាគួរតែតាមដានដិតដល់ទៅលើការទទួលទានជាតិដែកជាប្រចាំរបស់កូនកាលណាអូនខ្វះជាតិដែកកូនច្បាស់ជាងាយកើតជំងឺស្លេកស្លាំងប៉ះពាល់ដល់សុខភាពអូននិងពិបាកដល់ប្រមាក់ទៀតកុមារដែលងាយប្រឈមនឹងបញ្ហាកង្វះជាតិដែកជាងគេមានទារកកើតមិនគ្រប់ខែក្មេងផឹកទឹកដោះគោស្រស់មុនអាយុ1ឆ្នាំទារកបើកទឹកដោះម្ដាយដែលមិនមានជាតិដែកគ្រប់គ្រាន់ទារកផឹកទឹកដោះគោម្សៅដែលមិនមានជាតិដែកគ្រប់គ្រាន់កុមារអាយុពី1ឆ្នាំដល់5ឆ្នាំដែលផឹកទឹកដោះគោស្រស់ទឹកដោះពពែឬទឹកសណ្ដែកលើសពី700មីលីលីត្រក្នុងមួយថ្ងៃក្មេងដែលមានជំងឺរ៉ាំរ៉ៃក្មេងប៉ះពាល់ផ្ទាល់ជាមួយនឹងសំណក្មេងដែលមិនទទួលបានអាហារសម្បូរជាតិដែកគ្រប់គ្រាន់ក្មេងសេជំទង់ដែលបាត់បង់ជាតិដែកតាមរយៈឈាមរដូវបើបារម្ភខ្លាចកូនខ្វះជាតិដែកម៉ាក់ប៉ាអាចឲ្យកូនញ៉ាំឲ្យបានគ្រប់គ្រាន់កុំឲ្យខ្វះអាហារូបត្ថម្ភអាហារសម្បូរជាតិដែកដែលអូនលើសអាយុ6ខែអាចញ៉ាំបានមានដូចជាផ្កាខាត់ណាខៀវសណ្ដែកសៀងតៅហ៊ូត្រកួននិងគ្រាប់ធញ្ញជាតិ